នារីម្នាក់ដែលមានទម្ងន់600ផោនមានខ្លាញ់ពេញខ្លួនតែម្ដងរាល់ពេលងូតទឹកនាងត្រូវប្រើច្រាសដុសខាត់ធំៗទើបអាចសម្អាតបានបន្ទាប់ពីងូតទឹករួចនាងត្រូវមើលថែប្តីដែលមានទម្ងន់750ផោនទៀតមិនត្រឹមតែជួយដុសខ្លួនឲ្យគាត់ទេថែមទាំងត្រូវធ្វើម្ហូបឲ្យគាត់ញ៉ាំទៀតផងដោយសារតែប្តីធាត់ពេកគាត់មិនអាចចុះពីលើគ្រែដើរបានឡើយព្រោះឲ្យតែក្រោកឈរអាចនឹងបាក់ឆ្អឹងភ្លាមដើម្បីផ្លាស់ប្ដូរជីវិតពួកគេទាំងពីរបានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីសម្រកទម្ងន់ប៉ុន្តែពេលពួកគេឡើងជញ្ជីងនោះក៏ផ្ទុះខូចភ្លាមតែម្ដងភរិយាបានអង្វរគ្រូពេទ្យឲ្យធ្វើការវះកាត់បង្រួមក្រពះឲ្យពួកគេភ្លាមប៉ុន្តែគ្រូពេទ្យបាននិយាយថាមុននឹងធ្វើការវះកាត់នេះអ្នកទាំងពីរត្រូវសម្រកទម្ងន់ឲ្យបាន50ផោនក្នុងរយៈពេល2ខែសិនខ្ញុំត្រូវមើលឃើញថាអ្នកមានការតាំងចិត្តខ្ពស់បើមិនដូច្នោះទេការវះកាត់ក៏មិនអាចដោះស្រាយបញ្ហាបានដែរពេលត្រឡប់មកផ្ទះវិញពួកគេក៏ចាប់ផ្ដើមតាមដានគ្នាទៅវិញទៅមកប៉ុន្តែរបបអាហារដែលគ្រូពេទ្យដាក់ឲ្យគឺមិនគ្រប់គ្រាន់សម្រាប់ពួកគេឡើយដូច្នេះប្តីតែងតែលួចបន្ថែមអាហារជានិច្ច2ខែក្រោយមកភរិយាសម្រកបាន50ផោនតាមការសន្យាប៉ុន្តែប្តីសម្រកបានត្រឹមតែ2ផោនប៉ុណ្ណោះគ្រូពេទ្យក៏សម្រេចចិត្តវះកាត់ឲ្យតែភរិយាម្នាក់ប៉ុណ្ណោះពេលឮថាវះកាត់ឲ្យតែប្រពន្ធប្តីក៏ខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែភរិយាបានបដិសេធការវះកាត់នាងនិយាយថានាងនឹងមិនបោះបង់ប្តីចោលម្នាក់ឯងឡើយបើមិនអាចស្គមជាមួយគ្នាទេនាងសុខចិត្តធាត់ជាមួយប្តីរហូតទៅគ្រូពេទ្យរំភើបចិត្តយ៉ាងខ្លាំងក៏សម្រេចចិត្តផ្ដល់ពេលឲ្យប្តី1ខែទៀតទីបំផុត1ខែក្រោយមកក្រោមការតាមដានរបស់ប្តីសម្រកបានជាង40ផោនខណៈពេលគ្រូពេទ្យរៀបចំការវះកាត់ស្រាប់តែភរិយាមានអាការៈឈឺទ្រូងយ៉ាងខ្លាំងគ្រូពេទ្យរកឃើញថាវាបណ្ដាលមកពីនាងសម្រកទម្ងន់លឿនពេកបូករួមនឹងការហត់នឿយក្នុងការមើលថែប្តីសួតរបស់នាងចាប់ផ្ដើមខ្សោយគ្រូពេទ្យនិយាយថាការវះកាត់របស់ភរិយាត្រូវផ្អាកសិនប៉ុន្តែប្តីមិនព្រមឡើយគាត់ខំសម្រកទម្ងន់បានហើយមិនចង់ឲ្យប្រពន្ធខ្លាចជាថ្មរាំងផ្លូវរបស់គាត់ទេគាត់ប្រាប់គ្រូពេទ្យឲ្យវះកាត់ឲ្យគាត់មុនគ្រូពេទ្យគ្មានជំរើសក៏យល់ព្រមតាមសំណូមពរបន្ទាប់ពីការវះកាត់អស់រយៈពេលជាង10ម៉ោងការវះកាត់ទទួលបានជោគជ័យយ៉ាងខ្លាំងប៉ុន្តែក្រោយវះកាត់រួចប្តីក៏ចាប់ផ្ដើមមានអំនួតគាត់ញ៉ាំអាហារដែលមានកាឡូរីខ្ពស់មិនឈប់ឈរភរិយាប្រាប់ឲ្យគាត់ញ៉ាំតិចប៉ុន្តែគាត់បែរជាធុញទ្រាន់នឹងការរអ៊ូរទាំរបស់នាងហើយប្រាប់ឲ្យនាងមើលថែខ្លួនឯងឲ្យល្អសិនទៅខ្ញុំជាអ្នកដែលត្រូវស្គមញ៉ាំបន្តិចបន្តួចមានអីទៅបន្តិចម្ដងគាត់ក៏ចាប់ផ្ដើមធុញទ្រាន់នឹងភរិយារហូតដល់សុំនាងបែកគ្នាភរិយាឈឺចាប់យ៉ាងខ្លាំងនាងមិននឹកស្មានថាប្តីជាមនុស្សបែបនេះសោះ1ខែក្រោយមកពួកគេមកពិនិត្យសុខភាពឡើងវិញប្តីដែលបានវះកាត់ដោយសារតែញ៉ាំច្រើនពេកទម្ងន់មិនស្រកបែកជាឡើងវិញចំណែកភរិយាវិញចាប់តាំងពីចាកចេញពីប្តីមកនាងកាន់តែស្គមទៅនៅចុងបញ្ចប់នៃរឿងភរិយាបានប្រែជាស្គមស្អាតទាំងស្រុងហើយមានអ្នកតាមស្រឡាញ់រាប់មិនអស់មិនដឹងថាប្តីម្នាក់នោះនឹងស្ដាយក្រោយដែរឬទេ